ទូទៅបងប្អូនដែលគាត់ចង់ធ្វើការធ្វើអាជីវកម្មគាត់តែងតែរកដៃគូចូលគ្នាហើយបញ្ហាដែលតែងតែប្រឈមហ្នឹងគឺការរកដៃគូចូលគ្នាហ្នឹងគឺវាល្អហើយប៉ុន្តែបើសិនជាយើងធ្វើអត់ត្រូវទេវាធ្វើឲ្យយើងមានបញ្ហាជាមួយគ្នាបញ្ហាយ៉ាងម៉េចព្រោះធម្មតានៅក្នុងរបបអាជីវកម្មវាមិនអាចទៅរលូននេះគឺវានឹងជួបបញ្ហាហើយនៅពេលដែលជួបបញ្ហាជាទូទៅដៃគូអាជីវកម្មហ្នឹងគឺគាត់ចាប់ដើមបន្ទោសគ្នាទៅវិញទៅមកអញ្ចឹងនៅក្នុងរឿងអាជីវកម្មនេះគឺវាមានចំណុចល្អនិងចំណុចមិនល្អចំណុចល្អគឺនៅត្រង់ថាបងប្អូនមានគ្នាបងប្អូនអាចជួយធ្វើការគ្នាបានច្រើនឬក៏ចូលលុយគ្នាអីចឹងទៅប៉ុន្តែបញ្ហាមួយគឺវាអាចធ្វើឲ្យបងប្អូនមានបញ្ហាក្នុងការរកស៊ីហើយបាត់បង់សម្ព័ន្ធភាពជាមួយនឹងដៃគូរបស់យើងទៀតបើសិនបើយើងរៀបចំអារបបអាជីវកម្មរបស់យើងនោះអត់បានត្រឹមត្រូវឬមួយក៏យើងជ្រើសដៃគូខុសចាការជ្រើសដៃគូខុសនេះគឺទី1អ្នកខ្លះគាត់មកធ្វើជាមួយយើងគាត់គិតតែរឿងចំណេញតែដល់ពេលខាតគឺគាត់អត់ចូលរួមនេះឬក៏គាត់អត់សូវធ្វើទេគឺគាត់ដាក់មកឲ្យយើងធ្វើទាំងស្រុងអញ្ចឹងការរកស៊ីបែបនេះគឺវាងាយក្នុងការធ្វើឲ្យយើងជួបបញ្ហានៅពេលដែលយើងចង់រកស៊ីការធ្វើអាជីវកម្មហ្នឹងគឺសំខាន់បំផុតដៃគូអាជីវកម្មរបស់យើងហ្នឹងគឺគាត់ត្រូវមានចិត្តហ្មងគាត់ត្រូវមានចិត្តឲ្យបានច្រើនហើយគាត់ត្រូវយល់ពីយើងឲ្យបានច្រើនហើយគាត់ត្រូវចូលរួមឲ្យបានច្រើនប៉ុន្តែបើសិនជាគាត់អត់មានចិត្តណាគឺគាត់ចាំតែមើលឯងចាគាត់ចាំតែមើលគាត់ធ្វើឲ្យគាត់ចាំមើលយើងអញ្ចឹងអាកន្លែងការប្រចាំនេះគឺការរកស៊ីចូលនេះគឺពិបាកក្នុងការធ្វើណាចាអានេះខ្ញុំនិយាយរឿងការរកស៊ីទូទៅខ្ញុំអត់និយាយក្រុមហ៊ុនធំនេះក្រុមហ៊ុនធំគេមានរបៀបនៃការធ្វើការរបស់គេប៉ុន្តែការធ្វើការងារទូទៅហ្នឹងជាទូទៅច្រើនតែមានបញ្ហាហ្មងហើយបញ្ហាហើយគឺឆ្លោះគ្នាបែកបាក់សុវត្ថិភាពហើយបងប្អូនក៏ដោយអីក៏ដោយក៏មានបញ្ហាដែរដោយសារអីដោយសារអាការដែលធ្វើជាមួយគ្នាហ្នឹងអត់ស្វែងយល់ពីគ្នាបានច្បាស់